ជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំសូមចែកម្លែកអំពីការអនុវត្តជាក់ស្ដែងចំណាយទម្លុះបង្គំទ្រព្យសកម្មនៅក្នុងប្រព័ន្ធ QuickBooks បន្ទាប់ពីយើងសិក្សាពីវីដេអូមុនហើយតើនៅក្នុងប្រព័ន្ធ QuickBooks គេចុះជាក់ស្ដែងដោយវិធីសាស្ត្រណាសូមចូលទស្សនាស្រាយអង្កមដូចតទៅយើងចូលទៅក្នុង QuickBooks ហើយយើងចូលទៅ company ហើយ make general sona entry ហើយយើងរើសយកថ្ងៃខែមក date ថ្ងៃ1ខែ1ឆ្នាំ2024អញ្ចឹងយើងដឹងហើយយើងទិញឡានតែមានទឹកប្រាក់$35,000អញ្ចឹងជាប្រភេទ fixed asset Virgin Coast fixed asset នេះ$35,000យើងនៅខាង debit យើងរើសយក VAT 10% នៅខាង debit $3,500ទៀតមក Ford ដែលយើង pay ជាសាច់ប្រាក់សុទ្ធតាមរយៈធនាគារសរុបទាំងអស់$38,500ទី1ខែ1ឆ្នាំ2024ដដែលនេះគឺ furniture cost $3,500 សេសសម្រាប់ទុកលុយ$450នៅខាង debit ដែលបញ្ជាទិញតាមធនាគារនៅខាង credit $3,950 sale cost ថ្ងៃទី1ខែ1ឆ្នាំ2024ដដែលនេះក្រុមហ៊ុនបានបញ្ជាទិញជាមួយនឹង computer code ដែលជាប្រភេទ fixed asset នេះដែលមានទឹកប្រាក់ចំនួន$9,000នៅខាង debit គាត់ទិញជាប្រភេទ printer នៅក្នុងប្រភេទ computer and code ដូចគ្នាតែមានទឹកប្រាក់ចំនួន$900តែគាត់បាន pay ជា cash ជា bank តាមរយៈធនាគារ$9,900បើសិនជាបងប្អូនទាំងអស់គ្នាចង់បានទទួលបានចំណេះដឹងកត់ត្រាបញ្ជីគណនេយ្យនិងរៀបចំបញ្ជីគណនេយ្យសូមទំនាក់ទំនងចុះឈ្មោះនៅមជ្ឈមណ្ឌលម្ដងគណនេយ្យនិងហិរញ្ញវត្ថុ AFT Center ឬតាមរយៈ Facebook page AFT Center ឬ website aft-center.com សូមប្រឹក្សាយោបល់តាមរយៈលេខទូរស័ព្ទ068 79 7000 ឬ016 38 7000សូមចូលមើលទស្សនាស្លាយបន្ទាប់អំពីការរំលោះ